នៅពេលដែលធ្វើការជាមួយនឹង Git យើងនឹកឃើញមុនគេនោះគឺ Git command ហើយនឹង terminal តែសម្រាប់ខ្ញុំវិញភាគតិចណាស់ដែលប្រើ terminal ជាមួយ Git ហើយបើសិនជាអ្នកទាំងអស់គ្នាខ្ជិលចាំ command ឬក៏ខ្ជិលបើក terminal ដើម្បីទៅសេក្នុងវីដេអូនេះខ្ញុំនឹងមានវិធីដែលធ្វើឲ្យយើងធ្វើការជាមួយវាលឿនជាងមុនងាយជាងមុនដល់មិនចាំបាច់សូវប្រើអា terminal ហ្នឹងទេតាំងពីដើមមកខ្ញុំមិនសូវចូលចិត្តទេអា terminal command line ហ្នឹងឲ្យតែថាជិះបានជិះហើយប្រើ UI ហើយដែលជាហេតុដែលធ្វើឲ្យខ្ញុំចូលចិត្តប្រើ source control panel នៅក្នុង VS Code ហ្នឹងហើយនៅក្នុងចុងបញ្ចប់នៃវីដេអូនេះអ្នកទាំងអស់គ្នានឹងដឹងថាតើខ្ញុំប្រើអា source control panel ហ្នឹងជាមួយនឹងមុខងារមួយចំនួនដូចជា git stack commit branch ឬក៏ AI generate message ហ្នឹងយ៉ាងដូចម្ដេចតែកុំតន់បើសិនជាអ្នកទាំងអស់គ្នាថ្មីថ្មោងឬក៏បងប្អូនដែលទើបនឹងវាថាមិនតន់ស្គាល់ git ហ្នឹងឬក៏កំពុងរៀន git ហ្នឹងកុំតន់ប្រើ UI អីរៀនប្រើផ្សំជាមួយនឹង command line សិនទៅឲ្យយល់ដឹងពីមូលដ្ឋានគ្រឹះសិនចាំយើងមកប្រើ UI តែបើបងប្អូនប្រើក៏ខ្ញុំមិនអាចខត់បានតោះឥឡូវយើងមកមើលពីដំបូងគេបំផុតនោះគឺ source control panel ជាទូទៅនៅក្នុង VS Code នេះខ្ញុំមិនសូវដែលបើកជាមួយនឹង app panel ខាងក្រោមឬក៏ខាងឆ្វេងមិនខាងនេះគេហៅ main sidebar អញ្ចឹងអត់សូវបើកទេខ្ញុំចង់ឃើញកូដឲ្យបានច្រើនហើយនៅមួយខ្ញុំប្រើ monitor ធំអញ្ចឹងខ្ញុំអាចមើលម្ដងពីបន្លោះពី content ពី file អញ្ចឹងទៅជួនកាលអាច3កម្រណាឥឡូវយើងមកមើលនៅ source control panel ដើម្បីមើល source control panel នេះស្រួលទេសឹងតែគ្រប់ IDE ទាំងអស់ហ្នឹងគឺយើងទៅមើលទៅ icon branch ណាឬក៏យើង hover ទៅយើងអាចដឹង shortcut របស់វាហ្នឹងស្អីគេនៅលើ Mac នេះគឺ control shift G អញ្ចឹងមកយើងចុច control shift G ទៅនេះវាបើកប៉ុន្តែបើសិនជាយើងចុចម្ដងទៀតវាអត់ toggle ទេណាវាយើងចុចខ្លួនឯងណាចុច select វាអញ្ចឹងវា toggle ឥឡូវយើងឃើញមាន menu ជាច្រើនណានៅក្នុង chain ហ្នឹងវាមានអីគេ commit ណា commit ហ្នឹងនៅពេលដែលយើងដាក់វាចូល state ទៅយើងចុច commit ទៅយើងមាន message អញ្ចឹងទៅវា commit ចូលទៅក្នុង git history របស់យើងនៅខាងក្រោមនេះ reload នេះគឺពាក់ព័ន្ធជាមួយនឹងពេលដែលយើងដូចថា file យើងវាអត់កន្លោះឧទាហរណ៍យើងព្យាយាមកែកូដហើយប៉ុន្តែក្នុងពេលណាមួយនោះវាអត់ដំណើរការបានស្រួលទេយើងចុចrefresh នេះមកជួនកាល file load ប៉ជួនកាលយើងកែហើយតែវាអត់ទាន់ឃើញអញ្ចឹងយើងអាចជួយចុចទៅនេះក្នុងករណី git command ហ្នឹងវាគាំងវា stuck អីចឹងទៅកម្រមានណាតែយូរម្ដងដែរview more នេះគឺមាន menu ច្រើនដែលអ្នកដែលស្គាល់ git ដឹងហើយយើងមាន push pull អីចឹងទៅណាយើងសេ command តែនៅក្នុង more នេះគឺយើងមានច្រើនទៀតដោយសឹងតែយើងមិនបាច់ប្រើ terminal យើងណាគ្រាន់តែ click ទៅប៉ុន្តែវារៀងច្រើន click តិចប៉ុន្តែបញ្ហាសំខាន់មិនមែននៅហ្នឹងទេបញ្ហាសំខាន់គឺនៅនេះរបស់ដែលយើងឃើញភ្លាមនេះកណ្ដាលរបស់យើងឃើញភ្លាមវាយើងមកចុចណាតែមក click ពី click គឺវាងាយជាងបើមិនតែយើងទៅចូល more យើងកន្លែង hover ដើររអញ្ចឹងទៅណាវាវែងឆ្ងាយដែរអញ្ចឹងយើងមកមើលបន្តទៀតណានៅក្នុង chain នេះវាមាន input message ដើម្បីយើងធ្វើការ commit message នៅថាស code របស់យើងដែលយើងទៅសេហ្នឹងទៅហើយយើងចុះមកក្រោមណាយើងមើលឃើញ chain មានតែ file ដែលយើង chain នេះខ្ញុំឧទាហរណ៍ file 3ដែលយើង chain បើមិនតែយើងចុចលើ file មួយយើងអាចឃើញថាយើងបានកែកន្លែងណាខ្លះណាវាផ្ទៀងផ្ទាត់ប្រាប់ពី different view ប្រាប់ទៅថាអូនេះអាចារ្យអ្នកឯងកែថែមថ្មីអញ្ចឹងមកហើយយើងអាចចុចលើ icon នេះបើមិនតែយើងចង់ទៅ file នឹងបើក file ណាចុចទៅយើងបើក file យើងអាចណាទៅតទៀតណាទៅ edit អីចឹងទៅនេះមិនមែនជា different view ទេណានេះ different view នៅខាងនេះនេះគឺ file ពិតតែម្ដងនៅលើ menu chain នេះយើងអាចមាន menu នេះគេហៅ open chain ពេលយើងចុចលើវាយើងអាចមើលឃើញ file ទាំងអស់ chain ឥឡូវទៅមាន file 3មិនចឹងហ៎ file 3ឃើញទេ1 2 3យើងឃើញថាអូយើងមានការ chain 3 file នៅត្រង់ណាខ្លះចឹងទៅណាបើមិនតែយើងមិនសប្បាយចិត្តយើងអាច discard all មានន័យថាទាំងអស់នេះនឹងត្រឡប់ទៅដូចដើមវិញឬក៏យើងសម្រេចចិត្តថាអូខ្ញុំយកត្រូវអញ្ចឹងយើងចុច state មកហើយយើងចាប់ផ្ដើមទៅសេ message របស់យើងមកហោហាឥឡូវយើងតទៅវិញបើក្នុងករណីថាយើងអត់ចង់យកទាំងអស់ទេយើងចង់យកមួយអាហ្នឹងក៏មាន option មានដែរណាយើងចូលមកយើង select ឧទាហរណ៍ថា layout ហ្នឹងឃើញថាយើងកែហ្នឹងត្រូវអញ្ចឹងយើងយកមកហើយយើងចង់យកតែ layout chain ហ្នឹងទៅសិនទេអាពីរទៀតយើងទុកធ្វើទៀតឧទាហរណ៍
ឬក៏យើងគិតថាវាមិនទាន់ត្រូវអញ្ចឹងយើងអាច commit តែប៉ុណ្្នឹងទៅសិនបានហើយ ASO control នេះគឺមាននៅគ្រប់ IDE ណាមាន WinServe Cursor អញ្ចឹងទៅវាស្តៀងតែគ្នាទេយ៉ាងច្រើនមាន100ថែមបន្តិចតួចអញ្ចឹងឥឡូវយើងទៅមើលឧទាហរណ៍ថាCursor Cursor ណា Cursor គេមានឃើញ100ណាមកដូរណា view 3ណាអាមុននោះអត់ឃើញ view 3ទេតែ Cursor គេដាក់ view 3នៅមុខនេះដើម្បីដូរប្រភេទ view នេះឥឡូវយើងចេញមកជាប្រាប់ថា folder ណាអ្នកឯងឆេងបើនេះអត់ទេនេះគ្រាន់តែឃើញតែ file name ទេហើយផាតវាមកនេះវិញណាវារៀងស៊ីសងទៅលើអ្នកមើលទេយើងចូលចិត្តមួយណាមើលហ្នឹងreview branch យើងចុចមកដូចតែ open chain យើងឃើញវីដេអូ2អាមុនរបស់គេ open chain នៅក្នុង VS Code ដល់ពេល cursor វាដាក់ថា review branch អញ្ចឹងគឺវាដូចតែគ្នាទេវាដូរតែពាក្យអញ្ចឹងស៊ីសងលើយើងអាសាប្រើមួយណាទៅយើងស្គាល់ច្បាស់ឥឡូវយើងមកមើលបណ្ឌិតបន្ទាប់តាក់ទងជាមួយនឹង state ហើយនឹង commit អញ្ចឹង state និង commit នេះដូចខ្ញុំបានឧទាហរណ៍វិញឥឡូវឧទាហរណ៍យើងសម័យបើសិនជាយើងចង់pre វានេះពេលដែលយើងចុច state ហ្នឹងយើងចាប់ផ្ដើមណាមានន័យថាបើសិនជាយើងចុចដាក់ state fileមានមួយហើយយើង commit នៅពេលនោះអាមួយនេះនឹងត្រូវបានរត់ចូលនៅក្នុងគេ git history នេះទៅអញ្ចឹងវាងាយបើយើងសម័យមើលទៅយើងទៅលើ terminal ច្បាស់ណាបើសិនជា file 3វាមិនអីទេទៅ file ជួនកាលធ្វើ4 10 20 file អីចឹងទៅក្នុងករណីដែល refactor អីចឹងទៅណាយើងចង់យក file ចោះច្បាស់ណា terminal វារៀងពិបាកជាង UI យើងមើលឃើញភ្នែកយើងអាច select ឲ្យមួយណាយកទៅគឺសាច់ចិត្តរបស់យើងឥឡូវយើងមកមើល feature មួយទៀតគឺ AI commit message AI commit message ខ្ញុំជឿថាគ្នាយើងថ្មីនេះចូលចិត្តច្រើនពីព្រោះអីវាជួយការងារសម្រួលការងារបានលឿនជាងមុនចុះហេតុអីបានមាន AI message ហេតុអីបានយើងត្រូវប្រើចំពោះខ្ញុំគឺវាជួយសម្រួលការងារឲ្យយើងបានលឿនជាងមុនក្នុងករណីយើងចង់សង្ខេបនៅអ្វីដែលយើងធ្វើយើងសម័យមើលថាយើងមិនមែនធ្វើ3 file ដូចឥឡូវទេយើងធ្វើ10 file អីចឹងទៅជាទូទៅយើងប្រកាសជាយក title របស់ ticket ណាឬក៏ task របស់យើងធ្វើហ្នឹងឧទាហរណ៍ថាយើងដាក់ feature អញ្ចឹងមកដាក់អីគេ update typo គេ on layout អញ្ចឹងមក on login អូខេអីចឹងទៅអញ្ចឹងពេលខ្លះយើងអាចទៅសេទៅយើងអាចមានការខ្វះឬក៏យើង file ប្រហែលទៀតយើងបានកែខ្លះយើងពេលហ្នឹងយើងភ្លេចឬក៏យើងចំណាយពេលក្នុងការដើររកថាអូយើងបានកែខ្លះយើងហត់នឹងនឹករកពាក្យឬក៏ sentence ដើម្បីសម្រួលទៅដល់ឲ្យគ្នាយើងនៅក្នុង team ហ្នឹងស្រួលមើលអញ្ចឹង AI commit message ហ្នឹងជួយសម្រួលទាំងអស់ហ្នឹងឬក៏មួយទៀតដូចករណី team គាត់បាន set up អា git convention ណាតាក់ទងជាមួយថាឥឡូវយើងធ្វើអីគេបើសិនជាយើងកែជាលក្ខណៈកែប្រែ typo អញ្ចឹងវាចូលជា feature អញ្ចឹងទៅឧទាហរណ៍ណាគេឲ្យយើងកែ client ឲ្យកែអញ្ចឹងវាចូលជា feature អញ្ចឹងយើងតែងតែសរសេរ git conventional ហ្នឹងវាមានលក្ខណៈអញ្ចឹងប្រភេទហើយធ្វើការលើអីគេឧទាហរណ៍ login ជា login ខុសគេ login អញ្ចឹងទៅ update typo អីចឹងមក on layout អញ្ចឹងទៅអញ្ចឹងតើតែ commit message បែបstructure អញ្ចឹងទៅ CI/CD allow តែបើយើងទៅសេខុសឧទាហរណ៍យើងអត់មាននេះឬក៏យើងចេះតែទៅសេទៅពីឧទាហរណ៍គឺ CI/CD នឹងឲ្យ file តែម្ដងអញ្ចឹងបើសិនជាយើងមាន AI config បើយើងមាន AI commit message បូកជាមួយនឹង config មួយទៀតណាមាន config ឥឡូវយើងទៅមើលតាចានេះក្នុង city នេះដោយសារខ្ញុំប្រើ VS Code អញ្ចឹងខ្ញុំបើកអា Copilot version free ទេតែសាកប្រើ VS Code ម្ដងមុនហ្នឹងប្រើ Cursor ឆ្អែតឲ្យចង់ដូរអញ្ចឹងវាដាក់មកអា commit message generate ហ្នឹង instruction គេហ្នឹងដូចជាឲ្យវា follow conventional commit ណាមានដូចជា type scope អញ្ចឹងទៅណា description ហើយតិចធ្វើម៉េចឲ្យត្រឹម50 character ចុះណាបើសិនជាយើងណាចង់រៀងវែងអីចាជ្រុលដៃរៀងវែងតិច100 character អីចឹងទៅណាឲ្យវាមកល្មមដែរខ្លីពេកក៏វាស្ទើរដែរស៊ីសងទៅលើ team យើង align គ្នាទេយើងត្រូវគ្នាទេអញ្ចឹងឧទាហរណ៍ថាយើងចុចមកនេះចុះអានោះវាមិនចេញច្រើនទេវាអត់គួរចេញច្រើនទេ
mới đã 50 bay vậy ấy rồi ok chẳng khi nhé nào chẳng khi mình nhóm đặt feature có khó này tam cái bất AI bị đăng thì bị tháo này anh phải lấy out để nó add missing sẽ bị cái lầm mới chẳng thằng update branding thì chẳng hô hại chẳng nó về nó AI và có được chụp bài về miền về dù đăng bị cột dưỡng thành dân của vùng chảnh ấy hay về phẹp đó bây giờ mơ tới mình make sense dưỡng do ta về mọi từ tới tam practice dân tài để cho chẳng lấy nhầm vô bay pha lắm ok và mỗi nhầm slide nhầm message chẳng hết nhầm commit bụng trong khỏi kia nhé vì năng cho tới cái nón gate history hai chọn bài trổ đại commit code nè rồi có trổ đại cài tại nhân thử mày chẳng nông cả này mấy nhung commit từ ba đại trổ đại nè chứng dương miền cái nông sau control mình nói đến cái miền feature cái commit là undo last commit nghỉ nhưng mày hot cái git revert git reset là mày đã ID hai trong màu vậy ngày đấy nó cho pô máu chẳng sẽ màu tụi nó xong bây giờ message của màu này cho bữa cạn này mùi tiệt dương cho làm cài hay dương chọn ở phía từ đôi đạo bình đòi dương ở toàn của tế nè còn cạn này nếu tụi họ và toàn của tế này dương cài chẳng tới dương chọn ở phía từ đạo chính dương miền discard ấy cái miền discard rồi có discard tạm phá chắc bây giờ ở trong tới discard tạm phá mất discard thế ấy cứ từ đó đôi đạo bình bạn này cho mình thấy dương anh bạn chạy ngày tế pi mà nhắn dương chén tái lấy ảo tệ hãy chọn bờ sân chỉ thưa bàn mình tích hỏi miền ấy mày màu tiệt hỏi ở trong discard để trong tục sân anh nó có bị miền này feature bucket cứ cái hashtag này nhung pra nhật tôi chỉ một năm pi nhật mình tên tại sao đó lại anh bốc thuê feature chứ chứng là bây ai dương store tục càng ghi được bao nhiêu nữa ông họ tại dương miền một phá đấy nè bên này thiệt bất đội refactor nè upgrade ấy migrate version thay ấy rồi có fix bạc thông ấy vì có chỉ chọn phản thấy dương sẽ đái mình dương đái hái dương chớ create branch tiệt anh ấy chỉ với đai start nó chùi chùi chẳng dương còn tài cho này là sẽ đọt tới start máu nhưng ao chung một tới ok fix layout chẳng máu layout login của nó chẳng việc bạt này hay là bây giờ mà với như cái làm bây mớ thà này không start dương mình này class được họ thà dương fix càng kia để cái ao màu mình hào ấy là dương chẳng to bao dương trả chứ nhưng anh cho start ví dụ start máu miền mũi này bây giờ thì dương cho gì máu vô một vĩnh bộ anh đi mơ ta ok lại dương là bây giờ mà với nhiều miền pi thì mỗi cái dương apply này apply là test mà đây thả mấy miền là mùi giống như apply tới dương do code nó màu vinh vấn té start nó bật thì nơi nào đây tại bởi dương pop bên miền pop là thay hay chẳng đó pop specific start tại dương pop là thay tới buổi dương miền mùi nhé bên đây dương pop là thế ví dụ start mới lên miền này rồi họ thay dương chụp pop là thay bộ máu ok sau đây dương tập được start dầu này buổi dương đỏ vào đây chứng sử dụng ở vinh dương pra UI một sau control này dương ở miền pa terminal thế group dáng cứ chọn click miền tàng này cái commit miền discard add to state AI message rồi có chọn check out nè bởi tại check out nhưng server ở trong mùi sau control thế nè dương check out nên hành bạn nhé cho ta branch nhóm create new branch về trên phí branch mẹ này rồi có dương pull ấy anh ấy design nhọn remote tăng cái bất mình lại pull thế này cho ta một bộ máu về pull ấy on server bác terminal là bây thời cả cho mỗi kỳ tỷ nó cho nẹo mờ mình terminal rồi cái UI rồi có branch bị hay đôi sập đó ở cốt nông cạn thì sẽ chụp nét đi bị tổ cả bye bye